ok chẳng này để chọn thua video tam tầm rộng này chẳng dương cho mà không CapCut template bỏ ODM máu dương cho tam link các bạn đấy tỏ máu dương cho mà đọc nó dương cho cái lại biệt hai use template này chẳng lại use template nó là 4 dương cho tới lại video sẵn dương hưởng video cho nôn pi chẳng video pi nó cứ video là plan hòm chẳng plan hòm từ bộ nó cứ plan đại dương admin căn thu sạp tề chấn dương họ plan thom đa plan căn thu sạp bỏ dương máu được không ní cứ dương thiềm plan đã căn thu sạp từ bộ này nè chấn dương cho giò nâng máu dương cho nằm plan luôn này đọt máu plan tí pí cứ plan video đại căn thu sạp chấn dương vô plan video căn thu sạp nâng máuต่อมาទៀតយើងនៅមាន7ប្រឡោះទៀតអញ្ចឹង7ប្រឡោះហ្នឹងគឺយើងដាក់រូបភាព freestyle របស់យើងថតជាមួយទូរស័ព្ទអញ្ចឹងរូបភាពនេះនៅខាងនៃកន្លែង photo នេះមកអញ្ចឹងនៅក្នុងហ្នឹងរូបយើងយករូបខ្លួនឯងដែលបានថតជាមួយទូរស័ព្ទមកយករូបណាក៏បានដែរឲ្យយើងមើលទៅឃើញថាស្អាតអញ្ចឹងយើងស្រេចុចយកខ្លួនឯងទៅមើលយើងចុចឲ្យតែគ្រប់ចំនួនទៅអញ្ចឹងគឺវានឹងកណនីឲ្យខ្លួនឯងហ្នឹងនៅសារតែមករូបទៀតទេគេញ៉ាំអញ្ចឹងយើងបន្ទាប់ពី select ចឹងហើយយើងចុច next នេះមកនេះពេលហ្នឹងគឺវានឹងចូលដល់ក្នុងនេះហើយអញ្ចឹងនៅកន្លែងនេះដែលសារហមទៅវាអត់ទាន់ត្រូវចង្វាក់ល្អទេប៉ុន្តែយើងអាច edit វាបានបន្ថែមទៀតនេះអញ្ចឹងយើងចុចនៅលើរូបប្លង់វីដេអូទី1មកយើងចុចពាក្យថា trim នៅកន្លែងកណ្ដាលនេះអញ្ចឹងកន្លែង trim ហ្នឹងយើងអាចមើលបានថាតែយើងអូសវាទៅដល់ណាដែលល្មមមួយភ្លេងរបស់យើងដែលប្រែប្រួលដៃហ្នឹងណាអញ្ចឹងយើងអូសវាឲ្យត្រូវជាមួយភ្លេងហ្នឹងសិនទៅអញ្ចឹងធម្មតាវីដេអូរបស់យើង start ពីកន្លែងចង្វាក់ញាក់បន្តិចនេះអញ្ចឹងតបមកគឺបុកដៃប៉ុណ្ណឹងអាហ្នឹងគឺចប់ហើយឬក៏យើងខិតមកមុខបន្តិចចេះក៏បានដែរឲ្យពេលបុកដៃហ្នឹងទៅវាត្រឹមត្រូវគ្នាអញ្ចឹងឧទាហរណ៍ថាយើងសេរីហើយយើងចុចអូខេមកចុចគ្រីអញ្ចឹងទៅអញ្ចឹងអានេះវាអាចរៀងអាក់បន្តិចអញ្ចឹងឃើញដល់ពេលអញ្ចឹងវាផ្លាស់ប្ដូរ effect អីផ្សេងខ្លួនឯងហើយដូចកន្លែងរូបវីដេអូទូរស័ព្ទនេះអីផ្សេងអាហ្នឹងគឺមានស្រាប់ទេយើងអត់មានត្រូវការបន្ថែមទេយើងបន្ថែមទៅរូប freestyle យើងចូលមកគឺវាញាក់តាមភ្លេងខ្លួនឯងហ្មងអញ្ចឹងអត់មានអីពិបាកទេអញ្ចឹងសង្ឃឹមថាគ្រប់គ្នាអាចធ្វើបានអាចផ្លាស់ប្ដូររូបផ្លាស់ប្ដូរវីដេអូខ្លួនឯងតិចមកយើងអាចបង្កើត style វីដេអូអញ្ចឹងបានដូចគ្នា